គួរបញ្ជាក់ផងដែរថាការពីថ្ងៃទី8ខែធ្នូឆ្នាំ2025អត្តពលិករបស់ប្រទេសកម្ពុជាយើងបានទៅចូលរួមការប្រកួត SEA Games លើកទី33នៅឯប្រទេសថៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី9ខែធ្នូឆ្នាំ2025រហូតដល់ថ្ងៃទី20ខែធ្នូឆ្នាំ2025អំឡុងពេលទៅដល់ការប្រកួត SEA Games លើកទី33នៅឯប្រទេសថៃនេះអត្តពលិកយើងបានចូលរួមពិធីបើកSEA Games នៅថ្ងៃទី9ខែធ្នូឆ្នាំ2025ដោយដែលបងប្អូនបានដឹងថាបញ្ហាចំនួនព្រំដែនរវាងប្រទេសកម្ពុជាទៅនឹងប្រទេសថៃគឺបានកើតឡើងម្ដងទៀតចាប់តាំងពីថ្ងៃទី8មកដូច្នេះអត្តពលិករបស់ប្រទេសកម្ពុជាយើងដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពក៏សម្រេចចិត្តដកខ្លួនចេញពីការប្រកួត SEA Games លើកទី33ឆ្នាំ2025ដែលប្រារព្ធទៅនៅក្នុងខេត្តឈុនបុរីនិងទីក្រុងបាងកកនៃព្រះរាជាណាចក្រថៃឡែននៅថ្ងៃទី10ខែធ្នូឆ្នាំ2025លោកប៉ុនសុកអគ្គនាយកនៃអគ្គនាយកដ្ឋានកីឡានិងជាអនុប្រធានប្រតិភូកម្ពុជាបានដឹកនាំប្រតិភូគ្រូបង្វឹកកីឡាករនិងកីឡាការិនីក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាដោយសុខសុវត្ថិភាព